សួស្តីជំរាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នារីករាយថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យបាទថ្ងៃនេះផងដែរលោកគ្រូធ្វើការចែករំលែកពាក់ព័ន្ធជាមួយនឹងការហាត់ប្រាណតិចបាទហាត់ត្រឹមតែ20%យើងនឹងទទួលបានលទ្ធផលរហូតដល់80%ប៉ុន្តែការដែលយើងហាត់ប្រាណ20%នេះយើងត្រូវគួបផ្សំជាមួយនឹងការរៀបចំចានអាហារឲ្យបានត្រឹមត្រូវដែលមានបន្លែត្រីសាច់មាន់ទាទៅតាមស្ថានភាពនៅរាងកាយរបស់បងប្អូនទាំងអស់គ្នាឲ្យចំគោលដៅបាទដូចជាបងប្អូនមានតម្ងន់និងកម្ពស់បែបណាដែលគេហៅថាការចែកជាសមាសធាតុសមាមាត្រទៅលើរាងកាយ BMI ពាក់ព័ន្ធជាមួយនឹងប្រព័ន្ធខ្លាញ់នៅក្នុងរាងកាយយើងទាំងមូលប្រព័ន្ធជាតិទឹកឬក៏សាច់ដុំដែលមានសារៈសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងការដែលយើងធ្វើការហាត់ប្រាណនេះគឺងាយៗមែនទែនគ្រាន់តែបងប្អូនទាំងអស់គ្នាទស្សនាមើលវីដេអូនេះកាត់ខ្លីៗក្នុងមួយសេតយើងអាចធ្វើ20ដងក្នុងមួយជុំហើយយើងធ្វើការសម្រាកយ៉ាងតិចពី15វិនាទីទៅដល់20វិនាទីហើយយើងបន្តក្នុងការហាត់បែបនេះដដែលឲ្យបាន4ជុំនៃសេតទី1បាទហើយចូលដល់សេតទី2គឺយើងធ្វើដដែលចូលដល់សេតទី3សេតទី4សេតទី5គឺយើងធ្វើដដែលធម្មតាតែនៅក្នុងករណីដែលបងប្អូនធ្វើការហាត់បែបលក្ខណៈបែបមានប្រវត្តិក្នុងការហាត់ប្រាណយូរខែយូរឆ្នាំមកហើយបាទអញ្ចឹងគឺយើងទាមទារឲ្យបងប្អូនធ្វើការហាត់លក្ខណៈបែបកម្រិតល្អឬហៅថាកម្រិតខ្ពស់យើងត្រូវតម្លើងនាទីឧទាហរណ៍បើយើងហាត់មួយសេត20ជុំមានថា20ដងនៃចំនួនម្ដងក្នុងការហាត់គឺយើងត្រូវតែតម្លើងវាយ៉ាងតិចបំផុតពី30បាទមួយសេត30ដងទៅ40ដងហើយយើងអាចធ្វើការសម្រាកពី15វិនាទីទៅដល់30វិនាទីយើងបន្តក្នុងការហាត់សេតថ្មីមួយទៀតដើម្បីទទួលបានលទ្ធផលល្អនៅសុខភាពល្អនៃរាងកាយរបស់បងប្អូនទាំងអស់គ្នាផងដែរបាទអញ្ចឹងសម្រាប់ការហាត់ប្រាណយើងមិនចេះតែហាត់នៅអ្វីដែលយើងចង់ហាត់នោះទេគឺយើងមាន protocol sign ច្បាស់លាស់ចេញពី ecosystem digital platform ដែលមានភាពងាយស្រួលក្នុងការដែលបងប្អូនទទួលបាននៅលទ្ធផលល្អទទួលបាននៅសុខភាពល្អចេញពីការហាត់ប្រាណបែបវិទ្យាសាស្ត្រយ៉ាងត្រឹមត្រូវដោយយើងឈរលើវិស័យឧស្សាហកម្មផ្នែកសុខភាពយ៉ាងច្បាស់លាស់ចេញពីកតវិទ្យាចេញពី logistic វិទ្យាចេញពីភាពច្បាស់លាស់ភាពត្រឹមត្រូវមានព័ត៌មានត្រឹមត្រូវមានប្រភពត្រឹមត្រូវដែលទទួលស្គាល់រហូតដល់ជិត100ប្រទេសទូទាំងពិភពលោកដែលយើងមានអាជ្ញាប័ណ្ណក្នុងការពង្រីកទីផ្សារតាក់ទងទៅនឹង wellness center ក្នុងការទទួលបាននៅសុខភាពល្អផ្ដល់មកនៅទ្រព្យសម្បត្តិដល់កងវងបាទអញ្ចឹងសម្រាប់បងប្អូនងាយស្រួលមែនតើយើងអត់ចាំបាច់ពិបាកក្នុងការសិក្សារៀនសូត្រអំពីការហាត់ប្រាណបែបណាទទួលបានលទ្ធផលល្អពីការរៀបចំចានអាហារបែបណាទទួលបានលទ្ធផលល្អអ្វីដែលសំខាន់បំផុតគឺការទទួលទានវីតាមីនឲ្យចំគោលដៅបាទការទទួលទានវីតាមីនឲ្យចំគោលដៅវាជារឿងសំខាន់បាទដោយសារហេតុអីបានខ្ញុំថាសំខាន់ពីព្រោះនៅក្នុងរបបអាហារបងប្អូនទទួលទានអាហាររាល់ថ្ងៃมันមានវីតាមីនគ្រប់គ្រាន់សម្រាប់រាងកាយរបស់យើងនោះឡើយបាទឧទាហរណ៍ដូចបងប្អូនទទួលទានទ្រុងមាន់មួយពេលកន្លះគីឡូអញ្ចឹងបងប្អូនទទួលទានទ្រុងមាន់កន្លះគីឡូបងប្អូនអាចទទួលបានត្រឹមតែវីតាមីនដូចជាប្រភេទប្រូតេអ៊ីនឬក៏ជាប្រភេទសារធាតុរ៉ែមួយចំនួនប៉ុន្តែរាងកាយរបស់យើងត្រូវការវីតាមីន D ប្រភេទកាល់ស្យូមម៉ាញ៉េស្យូមសូឌីយ៉ូមប៉ូតាស្យូមអ្វីគ្រប់បែបបែបដែលជាអេឡិចត្រូលីតនៅក្នុងប្រព័ន្ធរាងកាយរបស់យើងទាំងមូលអញ្ចឹងហេតុអីបានជាមនុស្សយើងមានបញ្ហាសុខភាពដោយសារតែគាត់ទទួលទានអាហារបានត្រឹមតែឆ្អែតក្រពះធម្មតាប៉ុន្តែកោសិការាងកាយរបស់យើងមិនបានឆ្អែតនេះគឺជាមូលហេតុដែលមនុស្សយើងម្នាក់ប្រឈមមុខពីបញ្ហាទឹកនោមផ្អែមជំងឺលើសសម្ពាធឈាមជំងឺដាច់សរសៃឈាមខួរក្បាលជំងឺធាត់ជំងឺភាពស៊ាំរបស់អាំងស៊ូលីនបាទនេះគឺជាចំណុចសំខាន់មួយដែលយើងត្រូវសិក្សាស្វែងយល់អំពីការរស់នៅជារៀងរាល់ថ្ងៃជាប្រចាំថ្ងៃពីព្រោះអេរយាប័តរបស់បងប្អូនទាំងគ្នាបង្ហាញអំពីស្ថានភាពសុខភាពរបស់បងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយធ្វើការ share និង follow page ជាមួយនឹងវីដេអូនេះបន្តជូនពរបងប្អូនទាំងអស់គ្នាទទួលបាននៅសុខភាពល្អនិងអាយុវែងចេញពី ecosystem Well on Wellness Platform ចេញពី Digital Clinic App ទូទាំងប្រទេសដែលយើងមានពង្រីកសាខារហូតដល់ជិត100ប្រទេសទូទាំងពិភពលោកដែលបានទទួលស្គាល់នៅក្នុងសៀវភៅពេទ្យអន្តរជាតិសុទ្ធសឹងតែជាវីតាមីនដែលមានតួនាទីជួសជុលប្រព័ន្ធកោសិកា DNA និង molecule Bio-Ugrome និង Epigenetic ផងដែរបាទជូនពរបងប្អូនម្ដងទៀតទទួលបាននៅសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទអរគុណច្រើនជម្រាបលាបាទ